ចម្រៀង Perfect និង Shape of You ដែលមានអ្នកស្ដាប់រាប់ពាន់លានដងនៅលើពិភពលោកកាលពីមុនធ្លាប់ជាជនអនាថាគ្មានផ្ទះសម្បែងនិងត្រូវដេកតាមចិញ្ចើមថ្នល់នេះគឺជាសាច់រឿងពិតដ៏គួរឲ្យស្ងាយសរសើររបស់ Ed Sheeran កាលពីវ័យកុមារ Ed គឺជាក្មេងប្រុសម្នាក់ដែលរងការរើសអើងនិងមើលងាយពីមិត្តភ័ក្តិនៅសាលារៀនយ៉ាងខ្លាំងព្រោះតែគាត់មានបញ្ហានិយាយត្រដត់និងមានសក់ពណ៌ក្រហមប្លែកពីគេប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ខុសពីក្មេងដទៃគឺបេះដូងដ៏ធំធេងដែលស្រឡាញ់ហ្គីតានិងតន្ត្រីនៅអាយុទើបតែ16ឆ្នាំគាត់បានសម្រេចចិត្តបោះបង់ការសិក្សាហើយកាន់ហ្គីតាមួយដើមធ្វើដំណើរមកទីក្រុងឡុងតែម្នាក់ឯងដើម្បីដេញតាមក្តីស្រមៃដោយសារតែគ្មានលុយកាក់និងគ្មានសាច់ញាតិ Ed ត្រូវបង្ខំចិត្តច្រៀងកាត់យប់តាមចិញ្ចើមថ្នល់និងលបផ្ដេកនៅតាមស្ថានីយ៍រថភ្លើងក្រោមដីដើម្បីរស់អ្វីដែលកាន់តែមកសៅនោះគឺគាត់ធ្លាប់ត្រូវបានក្រុមហ៊ុនតន្ត្រីរាប់សិបបដិសេធមិនព្រមទទួលដោយសារតែពួកគេគិតថាគាត់មានរូបរាងមិនស្អាតសង្ហានិងមានស្ទីលតន្ត្រីមិនដូចគេប៉ុន្តែសម្រាប់ Ed Sheeran ពាក្យថាបោះបង់គឺមិនដែលមានក្នុងវចនានុក្រមជីវិតរបស់គាត់ឡើយគាត់បន្តច្រៀងទាំងអត់ឃ្លានបន្តសរសេរបទចម្រៀងពីការឈឺចាប់រហូតសមត្ថភាពដ៏អស្ចារ្យរបស់គាត់បានទម្លាយឧបសគ្គទាំងពួងនិងដណ្ដើមបានបេះដូងមនុស្សរាប់លាននាក់ពីក្មេងប្រុសនិយាយត្រដតម្នាក់ក្នុងពេលបច្ចុប្បន្ន Ed Sheeran បានក្លាយជាកំពូលតារាចម្រៀងលំដាប់ពិភពលោកដែលអាចលក់សម្បត្តិប្រគំតន្ត្រីអស់រាប់លានសន្លឹកនិងមានទ្រព្យសម្បត្តិមហាសាលរឿងរ៉ាវរបស់ Ed Sheeran បានបង្រៀនយើងថាទោះបីជាពិភពលោកមើលរំលងអ្នកនៅថ្ងៃនេះក៏កុំបោះបង់ក្តីស្រមៃខ្លួនឯងឲ្យសោះបើអ្នកចូលចិត្តសាច់រឿងបែបនេះកុំភ្លេចចុច Follow Channel The Popular ដើម្បីទទួលបានវីដេអូល្អៗជាបន្តទៀត